សម្រាប់ថ្ងៃនេះផងដែរគឺរៀងរសៀលបន្តិចហើយអញ្ចឹងហើយខ្ញុំក៏ដល់ម៉ោងឲ្យចំណីមាន់ទាកង្ងានរបស់ខ្ញុំទៀតហើយក៏ខ្ញុំមានសមាជិកថ្មី5ក្បាលទៀតដែលទៅតែចូលជាសម្ព័ន្ធហើយនេះខ្ញុំក៏បានយកពួកវាមកជួបឪវាហើយដើម្បីឲ្យឪវាបដាដើរលេងអញ្ចឹងណាហើយនេះខ្ញុំចាប់យកមកតែខ្ទង់20នាទីទៅ30នាទីអីទេឲ្យវាស៊ាំនឹងអាកាសធាតុហើយបានឃើញកងានវងកងានមាន់ទាអញ្ចឹងណាហើយបន្តិចទៀតហ្នឹងខ្ញុំនឹងចាប់វាយកទៅដាក់ទូកម្ដៅវិញហើយយើងមិនអាចវានៅទូចាស់យើងមិនអាចប្រឡែងវាឲ្យនៅរហូតចឹងបានទេហើយសម្រាប់ខ្ញុំស្រឡាញ់សត្វណាពុកម៉ែបងប្អូនណាខ្ញុំស្រឡាញ់ឲ្យផ្ទុក100លើស100បើសិនជាគ្មានពួកវាក៏ខ្ញុំមិនអាចរស់នៅចការធ្វើចការធ្វើអីចឹងបានដែរព្រោះថាមានអ្នកស្រឡាញ់សត្វដូចខ្ញុំទេដែលយល់អារម្មណ៍មួយហ្នឹងហើយនេះខ្ញុំពងឲ្យចំណីពួកវាទៀតហើយយើងមានផ្ទះមានដីមានចការអីតូចល្មមអីក៏ម៉ែបងប្អូនអាចចិញ្ចឹមដូចខ្ញុំបានដែរប៉ុន្តែក្នុងការចិញ្ចឹមលុះត្រាតែយើងហ្នឹងស្វែងយល់ពីវាច្បាស់លាស់អញ្ចឹងណា